ជំនឿក្នុងសង្គមខ្មែរមួយជំនឿកាលពីយូរលង់កន្លងមកមនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងដែលខ្លួនពុំអាចជំនះបានដោយមានការភ័យខ្លាចចំពោះសន្តិសុខមនុស្សចេះតែមានក្តីសង្ស័យយ៉ាងនេះយ៉ាងនោះពួកគេតែងសង្ស័យថាមានកម្លាំងក្រៅខ្លួនដ៏ខ្លាំងក្លាអាចធ្វើឲ្យមនុស្សបានសេចក្តីសុខនិងអាចធ្វើឲ្យមនុស្សមានមហន្តរាយពួកគេចាប់ផ្ដើមមានជំនឿលើកម្លាំងទាំងនោះហើយសន្មត់ឈ្មោះនិងបង្កើតជារូបរាងផ្សេងតាមសមត្ថភាពរបស់ពួកគេកម្លាំងក្រៅខ្លួនទាំងនោះคล้ายជាទីពឹងទីរកដើម្បីបានសេចក្តីសុខសប្បាយពួកគេតែងធ្វើអំពើល្អនិងធ្វើពិធីបូជាបន់ស្រន់អង្គប្រកបតាមរបៀបផ្សេងខ្មែរយើងមានជំនឿច្រើនយ៉ាងដូចជា 1.1 ជំនឿលើព្រលឹងម្ដាយឪពុកម្ដាយឪពុកមានគុណធ្ងន់លើកូនទុកដូចជាព្រះនៅក្នុងផ្ទះកូនត្រូវដឹងគុណនិងសងគុណគាត់ក្រោយមរណកាលទៅព្រលឹងលោកតែងតែនៅជួយថែរក្សាកូនចៅទៅទៀតកូនចូលចិត្តសុំធ្មេញម្ដាយឪពុកមកស្រោបមាសឬឆ្លាក់ជារូបព្រះពាក់នៅខ្សែដើម្បីនឹកឃើញគុណលោកជាប្រចាំការរំលឹកនឹកឃើញគុណរបស់ម្ដាយឪពុកនាំឲ្យព្រលឹងគាត់តាមជួយឲ្យបានសេចក្តីសុខជានិច្ចរាល់ថ្ងៃសេលកូនតែងដុតធូបរៀបថ្វាយផ្លែឈើនិងផ្ការៀងរាល់ឆ្នាំកូនចៅតែងនាំគ្នាទៅសែនព្រេននិងបង្សុកូននៅតាមភ្នូរឬជិតយំដាយឪពុកដើម្បីរំលឹកគុណលោកសូមសេចក្តីសុខពីលោកនិងឧទ្ទិសកុសលទៅជូនលោកពេលណាមានទុក្ខលំបាកកូនចៅតែងបន់ស្រន់រកជំនួយពីលោកមុនគេបង្អស់ 1.2 ព្រលឹងមេបាដូនតាព្រមទាំងញាតិការដែលបានស្លាប់បាត់បង់ជីវិតទៅហើយនៅមានព្រលឹងចាំថែរក្សាមើលការខុសត្រូវលើកូនចៅជំនាន់ក្រោយឲ្យដើរស្របតាមបន្ទាត់សីលធម៌សង្គមបើកូនចៅមិនបានគោរពតាមសីលធម៌របស់មេបាទេនោះធ្វើខុសឆ្គងនឹងមេបាព្រលឹងមេបានឹងខឹងសម្បាហើយអាចដាក់ទណ្ឌកម្មឲ្យឈឺដល់សមាជិកគ្រួសារណាមួយដើម្បីឲ្យមានការស្រាវជ្រាវរកអ្នកប្រព្រឹត្តខុសកំហុសចំពោះមេបាមាន3បែបគីខុសមេបាចាស់ទុំខុសមេបាកំឡោះក្រមុំខុសមេបាកាប់មុខខុសមេបាដោយសារកូនចៅទាស់ទែងគ្នារហូតឈប់និយាយស្ដីរកគ្នាបើមេបាប្រកាន់ដោយធ្វើឲ្យសមាជិកណាម្នាក់ឈឺគេត្រូវសែនព្រេនអង្គរកសុំឲ្យលោកឈប់ប្រកាន់កូនចៅសញ្ញាឈប់ទាស់ទែងគ្នាទៅទៀតហើយសុំមេបាជួយអ្នកជំងឺឲ្យជាសេះស្បើយពីពេលនេះទៅខុសមេបាចាស់ទុំខុសមេបាដោយសារក្រមុំបំពានលើសិលធម៌មេបាដោយលួចលាក់តាក់ទងរួមសង្វៀសជាមួយគំលុះមិនឲ្យម្ដាយឪពុកដឹងងឺមេបាខឹងសម្បាហើយធ្វើឲ្យសមាជិកនៃគ្រួសារណាម្នាក់ឈឺដឹងថាមេបាខឹងចាស់ទុំដែលមានកូនក្រមុំត្រូវចូលរួមស្វែងរកក្រមុំធ្វើខុសប្រពៃណីតាមរយៈបូលពងន់ពេលរកឃើញនារីធ្វើកំហុសគេហៅនារីនោះទៅសែនព្រេននៅផ្ទះអ្នកជំងឺអង្គវរកឲ្យមេបាឈប់ប្រកាន់ទោសពេលទៅទៀតហើយសុំឲ្យអ្នកជំងឺបានជាសះស្បើយដូចដើមខុសមេបាក្រមុំកំឡោះខុសមេបាដោយសារប្រពន្ធផិតក្បត់ប្តីទៅមានសហាយដើម្បីរកមុខអ្នកប្រព្រឹត្តខុសប្រពៃណីគេធ្វើពិធីដូចខុសមេបាទី2ក៏តែគេរកតែក្នុងចំណោមនារីមានប្តីហើយដើម្បីសុខចម្រើនសមាជិកក្រុមញាតិទាំង7សន្តានត្រូវរួបរวมសាមគ្គីគ្នាគោរពតាមប្រពៃណីរំលឹកគុណមានមេដាបតាមេបាដែលបានស្លាប់បាត់បង់ជីវិតទៅហើយដោយសារការគោរពបូជានិងធ្វើបុណ្យបញ្ជូនកុសលទៅជូនលោកកុំបីភ្លេច 1.3 ជំនឿលើជួរចំបួរព្រលឹងក្នុងវង្សតកូលនីមួយមានជួរចំបួរ2យ៉ាងជួរចំបួរខាងម្ដាយឬល្បាក់សាខាងម្ដាយឬអារក្សខាងម្ដាយជួរចំបួរខាងឪពុកឬល្បាក់សាខាងឪពុកឬអារក្សខាងឪពុកខ្មែរបុរាណកាលណាមានមនុស្សក្នុងគ្រួសារណាមួយត្រង់ជួរចំបួរខាងម្ដាយខាងពុកធ្វើគាត់តែងចាត់តាំងពិធីប្រគំខ្មោចឬពិធីលៀងអារក្សដើម្បីលួងលោមខ្មោចជួរចំបួរឲ្យឈប់ខឹងសម្បានឹងកូនចៅដែលបានប្រព្រឹត្តខុសឆ្គងប៉ះពាល់ដល់ព្រលឹងដូនតាដោយមានរៀបចំសែនព្រេនកំដរដោយភ្លេងអារក្សនៅខាងលើផ្ទះ 1.4 ជំនឿលើគ្រូបាធ្យាយព្រលឹងគ្រូដែលធ្លាប់មកស្ដោះគ្រូសំដោះគ្រូបង្រៀនមើលជំងឺគ្រូបង្រៀនមន្តអាគមគ្រូបង្រៀនរបាំតន្ត្រីគុណប្រដាល់ជាដើមគេជឿថាក្រោយពេលស្លាប់ទៅព្រលឹងលោកតែងតែជួយរក្សាសិស្សគុណទៅទៀតបើគ្រូទីថាអ្នកជំងឺត្រូវខ្មោចត្រូវបាធ្យាយពិសេសគូសំដោះប្រកាន់ធ្វើឲ្យខ្យល់គេត្រូវលៀងគ្រូឬលៀងអេដីឬលៀងចំណីដើម្បីឲ្យលោកផ្លុំដកពីស្ពោចេញពីអ្នកជំងឺគ្រូបាធ្យាយមានគុណណាស់ដែរសិស្សគុណត្រូវតែរំលឹកនឹកគុណលោកជាប្រចាំដោយមានដុតទៀនធូបថ្វាយផ្កាផ្លែឈើផងដើម្បីសេចក្តីសុខសិរីសួស្តី 1.5 ជំនឿលើអ្នកដូនអ្នកតាខ្មែរយើងជឿថាអ្នកតាមានកម្លាំងពូកែណាស់មានមហិទ្ធិឫទ្ធិអស្ចារ្យអ្នកគឺជាបុព្វជនដែលជាអ្នកកាប់ឆ្ការព្រៃខ្សាំងភូមិស្រុកដំបងបង្អស់ឬមេកន្ទ្រីងមេតបខ្លាំងពូកែដែលបានស្លាប់ទៅក្នុងបុព្វហេតុជាតិមាតុភូមិជាដើមអ្នកតាខ្លះមានខ្ទមរោងអាស្រមជាលំនៅអ្នកតាខ្លះគ្មានលំនៅទេអ្នកតាមានឋានៈមិនស្មើគ្នាទេមានជាន់មានថ្នាក់តាមលំដាប់លំដោយអ្នកតាខ្មែរនៅពីពេញប្រទេសកម្ពុជាគ្រប់ច្រកល្ហកដូចជាតាមភូមិវត្តអារាមវាលស្រែចម្ការព្រៃភ្នំក្រំថ្មទន្លេស្ទឹងបឹងបួសមុទ្រដើមឈើធំទីទួលខ្ពស់ជាដើមអ្នកតានៅភូមិជាអ្នកទទួលបន្ទុកមើលការខុសត្រូវថែរក្សាភូមិនោះ
បើអ្នកណាធ្វើអំពើមិនគប្បីទៅលើអ្នកតាអ្នកនោះនឹងទទួលទណ្ឌកម្មក្រោយពីសែនព្រេនរួចហើយគេក៏បានជាសេះស្បើយឡើងវិញអ្នកស្រុកចូលចិត្តទៅបន់ស្រន់អ្នកតាសុំឲ្យបានសុខសប្បាយឲ្យដំណាំបានផលផ្លែផ្កាល្អឲ្យសត្វពាហនៈច្រាស់ចាក់ជំងឺឲ្យមានទឹកភ្លៀងគ្រប់គ្រាន់កុំឲ្យសត្វស៊ីដំណាំកុំឲ្យមានចម្បាំងកុំឲ្យមានអសន្តិសុខជាដើមតំបន់ខ្លះគេធ្វើពិធីបុណ្យឡើងអ្នកតាប្រចាំឆ្នាំយ៉ាងក្រឹកក្រែងដើម្បីសុំសេចក្តីសុខពីអ្នកតាជាដើមឧទាហរណ៍ឈ្មោះអ្នកដូននិងអ្នកតាខ្លះយាយទេពលោកយាយដូនតីជំទាវម៉ៅអ្នកតាមេះអ្នកតាចាស់ស្រុកអ្នកតាម្ចាស់ទឹកម្ចាស់ដីអ្នកតាទឹកបាយ៉ាប់អរិយទឹកអ្នកតាភ្នំអរិយភ្នំអ្នកតាម្ចាស់គេអរិយបងបត់អស់លោកអ្នកតាព្រះភូមិអ្នកតាសួនផ្កានៅតាមសួនធំអ្នកតាសង្វៀនប្រដាល់ល 1.51 ជំនឿលើបារមីខ្មែរយើងជឿថាទោះបារមីដែលជាគុណជាតិដ៏ល្អវិសេសដែលនាំឲ្យព្រះពោធិសត្វបានត្រាស់ដឹងជាកម្លាំងក្រៅខ្លួនខ្លាំងក្លាជួយមនុស្សឲ្យបានរួចផុតពីសេចក្តីទុក្ខសពបែបយ៉ាងខ្មែរយើងកាលណាមានទុក្ខលំបាកតែងតែទៅកាន់កន្លែងដែលគេជឿថាមានបារមីដើម្បីបន់ស្រន់ឲ្យជួយរំដោះទុក្ខកាលបើបានសម្រេចហើយគេទៅលាបំណន់ចំពោះមុខបារមីនោះវិញដោយថ្វាយគ្រឿងសក្ការៈផ្សេងនិងភ្លេងពិណពាទ្យតាមទម្លាប់ភាគច្រើនក៏បារមីច្រើននិយាយសំដៅទៅរកព្រះពុទ្ធបដិមាឬទីណាដែលមានពុទ្ធបដិមាធំមានពុទ្ធបដិមាច្រើនអង្គដើមពោធិសត្វខ្លះដែលតាក់ទងនឹងព្រះពុទ្ធឬក៏ទីតាំងផ្សេងដែលគេចាត់ទុកថាមានមហិទ្ធិឫទ្ធិសន្ធិដ្ឋនៅជាដើមដូចនេះបារមីច្រើនសន្ធិដ្ឋនៅក្នុងទីវត្តព្រះវិហារព្រះរាជវាំងដើមពោធិធំសត្វគោតាក់ទងនឹងព្រះស្មង្គោដុំសត្វអណ្ដើកតាក់ទងនឹងព្រះកុស្បោនិងទីសក្ការៈផ្សេងទៀតដូចជាព្រះអង្គដងកើមុខព្រះបរមរាជវាំងចតុមុខព្រះអង្គវិហារសុខនៅក្នុងខេត្តកណ្ដាលព្រះអង្គក្រពុំឈូកនៅក្នុងខេត្តក្រចេះព្រះអង្គវត្តស្វាយជ្រុំនៅក្នុងខេត្តស្វាយរៀងព្រះអង្គនាងចេកនាងចំនៅក្នុងខេត្តសៀមរាបទូបារមីវត្តកន្ធៅនៅក្នុងខេត្តកំពតទូបារមីព្រះអង្គភ្នំសន្ទុកនៅក្នុងខេត្តកំពង់ធំ 1.7 ជំនឿលើរបៀនមន្តអាគមគាថាពាក្យស័ក្តិសិទ្ធិដែលគេរៀនមកសម្រាប់សេកស្ដោះផ្លុំឲ្យកើតសេចក្តីសុខសាសជាពីជំងឺឲ្យមានមហិទ្ធិឫទ្ធិជាដើមហៅថាបុមន្តអាគមគាថារបៀននេះមានប្រាប់ផ្សេងដូចជាក៏គាថាសម្រាប់ការពារខ្លួនគាថាសម្រាប់ដាស់កន្សែងយ័ន្តក៏ថាយ័ន្តឲ្យយន្តទៅជះគាថាប្រក់ពោលលើកកម្លាំងចិត្តឲ្យក្លាហានគាថាបំភាន់ស្មារតីសត្រូវឲ្យស្លុតគាថាមិនអឋានការពារនឹងអំពើអាបធ្មប់គាថាបំបាំងភ្នែកសត្រូវមិនឲ្យមើលឃើញគាថាព្រះកំចាយបន្ទន់ចិត្តសត្រូវឲ្យខ្លាចជាមិត្តលើគាថាសម្រាប់សូត្រស្ដោះគាថាស្ដោះស្ពឹកក្រេកហើមគាថាស្ដោះក្មេងភ្ញាក់ភ័យយំយប់គាថាស្ដោះផ្លុំពីធ្នូកំពង់បែកទឹកឬបោកធ្នូគាថាផ្លុំពងភ្នែកពេលភ្នែកគាថាស្ដោះភ្នែកឈឺហើមគាថាសូត្រស្រោចទឹកអំពើអាបធ្មប់ស្នេហ៍មនុស្សឈួតគាថាស្ដោះពីរលាបភ្លើងឬស្ដោះផ្លុំសាឡាតេនលគោគាថាបង្ការកុំឲ្យពស់ចឹកកុំឲ្យខ្មោចលងខ្មោចសង្កត់កុំឲ្យសុបិនអាក្រក់កុំឲ្យជួបនឹងអបអង្គលលើគាថាមុនស្នេហ៍ចំបាំលិនថោងសារិកាលិនថោងស្នេហ៍មុខមេក្រវឹកមុនសារិកាលើឧទាហរណ៍គាថាមុនស្នេហ៍អំវលជុំនំបង្គួយព្រះអិនលោកជួយ7ថ្ងៃជួបសូត្រ7ចប់នៅពីលើខ្យល់ផ្លុំដាក់អ្នកណាដែលខ្លួនពេញចិត្តងូយន់ផ្សេងយន់សិទ្ធិពលមានអំណាចសត្រូវខ្លោបខ្លាចយន់សិទ្ធិវាសមានអានុភាពខ្ពង់ខ្ពស់ខ្មោចបិសាចមិនហ៊ានបៀតបៀនយន់បណ្ដោបដកមានអានុភាពច្រើនយ៉ាងឧទាហរណ៍គាថាមុនស្នេហ៍អំវលជុំនំបង្គួយព្រះអិនលោកជួយ7ថ្ងៃជួបសូត្រ7ចប់នៅពីលើខ្យល់ផ្លុំដាក់អ្នកណាដែលខ្លួនពេញចិត្តងូយន់ផ្សេងយន់សិទ្ធិពលមានអំណាចសត្រូវខ្លោបខ្លាចយន់សិទ្ធិវាសមានអានុភាពខ្ពង់ខ្ពស់ខ្មោចបិសាចមិនហ៊ានបៀតបៀនយន់បណ្ដោបដកមានអានុភាពច្រើនយ៉ាងយន់សម្រេចរីកសេហាមានអំណាចកិច្ចច្រើនយន់ចក្រវត្តសារ៉ារក្សាឲ្យរុងរឿងផុតពីទោសទណ្ឌយន់ទេពច្រករក្សាសេរីសួស្តីក្នុងគ្រួសារយន់ត្រីនេតសង្ហេមានសុភមង្គលយន់មនីចិន្តាធ្វើឲ្យសត្រូវព្យាបាទចូលចិត្តយន់បញ្ញពុទ្ធាធ្វើឲ្យសត្រូវព្យាបាទពុំបានយន់ប្រជុំធាតុបង្ការអាបធ្មប់អំពើប្រទូរាយយន់មហានាមបង្ការចោលយងខ្នងកុំឲ្យចូលផ្ទះកុំឲ្យសត្រូវប្រមាថបានឲ្យមានកេរ្តិ៍ឈ្មោះល្បីយន់ទ្វាទុគុណបន្សាបសិលមន្តអាគមអ្នកដតីអំពើអំពាន់អាបធ្មប់ព្រីបិសាចយន់តិចេះបង្ការខ្មោចព្រីបិសាចយន់អាឋានបញ្ជាគ្រឿងអាវុធយន់អាឋានព្រះ5អង្គបន្សាបសិលមន្តអាគមរបស់អ្នកដតីបានទាំងអស់
ย้อนสเด็จอัฐานกบาปรามวยធ្វើឲ្យកងស្បែកសាច់ឆ្អឹងย้อนក្រួចបង្ការភ្លើងឆេះย้อนតុងជ័យជួយទីតាំងបន្ទាយឲ្យផុតពីទុក្ខភ័យย้อนមហាទម្ងន់ធ្វើឲ្យមានទម្ងន់ធ្ងន់ដើម្បីកំទេចសត្រូវកំណត់សម្គាល់គាថានិងย้อนទាំងនេះពូកែស័ក្តិសិទ្ធិបានលុះត្រាតែអ្នកទទួលគាថានិងย้อนទាំងនោះមានសិលធម៌ខ្ពង់ខ្ពស់ដឹងគុណឪពុកម្ដាយជានិច្ចហើយពុំមានសេចក្តីប្រមាទឡើយ